បាទជំរាបសួរពុកម៉ែបងប្អូនបាទមកដល់ម៉ោងនេះយើងបានព័ត៌មានមកថាចន្ទទីជាច្រើនដែលបងប្អូនកំពុងដាំដុះនៅចំការគឺកំពុងតែជួបបញ្ហាគាំងផ្កាបាទគាំងផ្លែគាំងផ្កាអស់ហើយការក្រិនបាទទៅជាក្រិនទៅជាគាំងអស់ហើយឥឡូវនេះយើងចុះសិក្សាទៅយើងមើលឃើញថាចន្ទទីទាំងអស់នេះគឺកំពុងតែប្រឈមនឹងបញ្ហាច្រើនមែនទែនអញ្ចឹងដំណោះស្រាយគឺបងប្អូនមានតែងាកមកសិក្សាពិគ្រោះយោបល់ជាមួយក្រុមការងារយើងមានដំណោះស្រាយជួយបងប្អូនបាទព្រោះឥឡូវនេះបើមិនប្រញាប់ទេអត់តាន់ពេលទេអញ្ចឹងសូមបងប្អូនកសិករម្ចាស់ចំការចន្ទទីបាទប្រញាប់រស់រាន់បាទតំណែងមកខាងក្រុមការងារយើងដើម្បីក្រុមការងារយើងផ្ដល់ប្រឹក្សាយោបល់ជូនបងប្អូនឃើញហើយបាទខ្ញុំមករយៈនេះគឺយើងបានចុះដើរឆែកទូទាំងប្រទេសបាទគឺយើងមើលឃើញថាបញ្ហាហ្នឹងគឺកើតឡើងគ្រប់កន្លែងទាំងអស់អញ្ចឹងដំណោះស្រាយមានតែមួយទេបងប្អូនអាចតំណែងមកក្រុមការងារយើងដើម្បីក្រុមការងារយើងផ្ដល់បច្ចេកទេសនិងរបៀបរបបដោះស្រាយទោះដោះមិនបាន 100% ក៏យើងអាចដោះបានមួយចំនួនធំដែរអញ្ចឹងណាអញ្ចឹងសូមបងប្អូនកសិករចាស់ចំការទាំងអស់បាទបញ្ញាប់រន់តាក់ទងមកក្រុមការងារយើងសម្រាប់ចំការណាដែលកំពុងតែគៀងក្របកំពុងតែគៀងផ្កាក្រិនបាទលែងមានផ្កាលែងមានអីហ្នឹងសូមតំណែងបាទអរគុណបងប្អូនដែលបានតំណែងមកក្រុមការងារយើងសូមអរគុណ